ឈប់និយាយទៅរៀបការគឺរៀបការខ្ញុំមិនមែនជាមនុស្សអាក្រក់មិនទទួលខុសត្រូវទេនិយាយបានល្អមិនបាច់ចាំប៉ាម៉ាក់ខ្ញុំទេស្អែកយើងទៅចុះសម្បត្តិអាពាហ៍ពិពាហ៍តែម្ដងឯងនិយាយមែនហេកុំមកបោកគ្នាឲ្យសោះណាខ្ញុំនិយាយមែនសូមអញ្ជើញមកធ្វើសាក្សីនៅសាលាឃុំខ្ញុំនឹងហៅអ្នកកាសែតមកឡាយផ្ទាល់ព្រោះថាយើងរៀបការហើយណាព្រោះនេះជារឿងដែលពួកឯងចង់បានបងស្រីខ្ញុំបានហៅអ្នកកាសែតនិងមិត្តភ័ក្តិមកធ្វើសាក្សីហើយបងមិនថាអីទេមែនទេខ្ញុំចង់ឲ្យបងល្បីខ្ចោះខ្ចាយនៅថ្ងៃស្អែកមិនទុកផ្លូវឲ្យគេរត់រួចខ្លួនទេមិនអីទេខ្ញុំក៏បានហៅគេមកឡាយដែរថ្ងៃនេះជាថ្ងៃសំខាន់របស់យើងមនុស្សកាន់តែច្រើនកាន់តែល្អលេខ13សូមអញ្ជើញមកចុះឈ្មោះដល់វែងយើងហើយតោះទៅស្ម័គ្រចិត្តរៀបការទាំងសងខាងទេចាសោះមិនគួរឲ្យចឹងសោះតើមានបញ្ហាអ្វីមែនទេជួយយើងយីអត្តសញ្ញាណប័ណ្ណនេះជារបស់អ្នកមែនទេនឹងហើយសុំទោសផងណាករណីអ្នកទាំងពីរមិនអាចចុះសម្បត្តិបានទេហេតុអីមានរឿងអីនិយាយមកមិនក៏មិនឲ្យយើងរៀបការចង់ល្បីក៏ត្រូវចេះមើលដែរពួកខ្ញុំមិនមែនចង់ល្បីទេខ្ញុំចង់រៀបការមែនទែនអ្នកនាងលេនវីតាមច្បាប់ប្រទេសយើងតែគូភេទដូចគ្នាមិនអាចចុះសម្បត្តិអាពាហ៍ពិពាហ៍បានទេចឹងហើយអ្នកទាំងពីរមិនអាចរៀបការបានឡើយភេទដូចគ្នាខៀងយីឯងជាស្រីមែនគាត់ជាមនុស្សស្រីតើមិននឹងអាចទៅរួចគេមិនមែនជាស្រីទេអ្នកឯងច្រឡំហើយតែគូភេទដូចគ្នាមិនអាចចុះសម្បត្តិអាពាហ៍ពិពាហ៍បានទេចឹងហើយអ្នកទាំងពីរមិនអាចរៀបការបានឡើយភេទដូចគ្នាខៀងយីឯងជាស្រីមែនគាត់ជាមនុស្សស្រីតើមិននឹងអាចទៅរួចមិននឹងអាចជាស្រីទៅអ្នកឯងច្រឡំហើយទិន្នន័យនេះភ្ជាប់ទៅថ្នាក់ជាផ្ទាល់រឿងភេទមិននឹងអាចច្រឡំបានកុំរករឿងអីអ្នកនាងបើរៀបការមិនបានក៏ថយទៅនៅមានគេចាំច្រើនណាស់លេនវីរឿងនឹងមិនចឹងវិញមិនមែនឯងថាខៀងយីបោះបងឯងធ្វើឲ្យឯងមានផ្ទៃពោះមិនទទួលខុសត្រូវទេហីឬមួយឯងបោកប្រាស់ចង់ប្រើពួកយើងមកដាក់សម្ពាធខៀងយីថោកទាបណាស់មិនអាចទេតាមពិតខៀងយីជាស្រីសោះចឹងខ្ញុំខ្លាចជាមនុស្សល្ងងហើយលេនវេខ្ញុំប្រាប់នាងច្រើនដងហើយថាខ្ញុំជាស្រីតែនាងមិនជឿខ្លួនឯងឥឡូវល្អហើយគេដឹងពេញប្រទេសថាខ្ញុំជាស្រីទីបំផុតភេទខ្ញុំច្បាស់លាស់ហើយតោះទៅមនុស្សច្រើនពេកហើយខ្ញុំមិនចង់ពាក់ព័ន្ធទេពួកយើងគ្មានអ្វីពាក់ព័ន្ធគ្នាទៀតទេរឿងថ្ងៃនេះមិនមែនជារឿងខ្ញុំទេតោះទៅឈប់សិនគឺឯងធ្វើឲ្យខ្ញុំមានផ្ទៃពោះមនុស្សស្រីធ្វើឲ្យមានផ្ទៃពោះមិនកើតឯងប្រកាសជាលេងល្បិចហើយខៀងយីមិនអាចជាស្រីទេឯងច្បាស់ជាត្រូវគេទិញទឹកចិត្តហើយត្រូវរយគ្នាមែនទេឯងប្រកាសជាលេងល្បិចហើយខៀងយីមិនអាចជាស្រីទេឯងច្បាស់ជាត្រូវគេទិញទឹកចិត្តហើយត្រូវរយគ្នាមែនទេគឺឯងនឹងហើយឯងគឺខៀងយីចង់ធ្វើបាបខ្ញុំអាប្រុសក្បត់បោកប្រាស់ក្តីស្រឡាញ់ខ្ញុំឥឡូវមិនចង់ទទួលខុសត្រូវដល់ថ្នាក់បន្លំធ្វើជាស្រីទៀតហើយឆ្លៀតពេលមនុស្សច្រើនចង់ក្រឡាស់សម្ដីឲ្យគេជេរខ្ញុំពេញប្រទេសចិត្តដាច់សាហាវណាស់ស្មានថាបែកការហើយនាងនឹងសារភាពនឹកស្មានមិនដល់ថាមាត់រឹងសាហាវអ្នកនាងកុំចេះតែនិយាយនៅទីនេះមានច្បាប់ហាមទទួលសំណូកម្យ៉ាងខ្ញុំទើបជួបពួកនាងលើកទី1ទេមានពេលឯណាទៅត្រូវរកគ្នាជាមុននរណាទៅដឹងខៀងយីមានលុយចំណាយលុយទិញបុគ្គលិកតូចតាចវាងាយដូចបោះចេកនាងនិយាយសំហេតុផលពីរអ្នកនេះមួយណានិយាយកុហកនាងចោទប្រកាន់គេបើនាងនៅតែនិយាយផ្ដេសផ្ដាស់ទៀតប្តឹងប៉ូលីសនិយាយឲ្យច្បាស់គ្នានិយាយត្រូវរឿងដល់ថ្នាក់នេះហើយសាកល្បងមើលមិនដឹងថាប៉ូលីសជឿនាងឬអត់ទេមិនបាច់ប្តឹងទេឥឡូវយើងនិយាយគ្នាឲ្យច្បាស់ខៀងយីឯងអះអាងថាខ្លួនឯងជាស្រីចុះមិនប្អូនឯងហើយឯងថាបងប្រុសរឿងនេះក្នុងសាលាដឹងគ្រប់គ្នាហើយមិត្តស្រីខ្ញុំក៏អាចធ្វើសាក្សីបានថាឯងជាមនុស្សប្រុសចុះឯងវិញក្រៅពីបុគ្គលិកដែលឯងទិញទឹកចិត្តនេះឯងមានសាក្សីឯណាទៀតពួកយើងគឺជាសាក្សីរបស់គាត់អ្នកគ្រូលីពួកឯងមកទីនេះធ្វើអីមកពីប្អូនប្រុសឯងឆ្លាតដឹងថាលេនវីមិនព្រមឈប់ទើបហៅពួកយើងមកទាំងអស់គ្នាឯងគឺជាប្រុស
ចុះឯងវិញក្រៅពីបុគ្គលិកដែលឯងទិញទឹកចិត្តនេះឯងមានសាក្សីឯណាទៀតពួកយើងគឺជាសាក្សីរបស់គាត់អ្នកគ្រូលើយពួកឯងមកទីនេះធ្វើអីមកពីប្អូនប្រុសឯងឆ្លាតដឹងថាលេនវីមិនព្រមសារភាពទើបហៅពួកយើងមកទាំងអស់គ្នាពួកយើងរវល់ធ្វើគម្រោងសាលាអត់បានមើលព័ត៌មានទេតតែប្អូនឯងទៅរកដល់សាលាទើបដឹងថាឯងជួបរឿងគួរឲ្យអស់សំណើចចឹងក្រោយពេលដឹងដំណឹងយើងក៏ហៅអ្នកគ្រូលីមកជួយឯងភ្លាមពួកនេះជានរណាស្ដាប់មើលទៅដូចជាចិត្តស្និទ្ធជាមួយខៀវយៀងយីណាស់ខៀវយៀងយីពួកយើងរៀបការឯងនាំស្រីមកច្រើនម្លេះពួកនេះជានរណាស្រីកំណាំងអេលេនវីខ្លងមែនទេគេប្រាប់ហើយតើថាគេមកធ្វើសាក្សីឲ្យខ្ញុំជាគ្រូប្រឹក្សារបស់ខៀវយៀងយីហើយពីរនាក់នេះជាមិត្តរួមបន្ទប់គាត់មិត្តរួមបន្ទប់ត្រូវហើយពួកយើងគេងបន្ទប់ជាមួយគ្នាតាំងពីឆ្នាំទី1លេនវីខ្ញុំមិនដែលជួបរឿងកំ pl ែងចឹងទេបើចង់រកអ្នកទទួលខុសត្រូវយ៉ាងហោចណាស់ក៏រកមនុស្សប្រុសដែរយើងយីស៊ីដេកជាមួយពួកយើង4ឆ្នាំហើយពួកយើងមិនដឹងសោះថាគាត់ជាព្រាននារីហានេះសុទ្ធតែជាមុខសេះដែលឯងជួលមកបោកប្រាស់កុហកទាំងអស់និយាយចុះឡើងនាងនៅតែគិតថាខ្ញុំជាប្រុសដោយសារតែសក់ខ្ញុំខ្លីមែនទេតែនរណាហាមថាមនុស្សស្រីមិនអាចកាត់សក់ខ្លីបាននោះម្យ៉ាងទៀតពួកយើងមានរបស់នេះវ៉ានេះគឺឃើញនៅជាយៀងយីគាត់គឺជាស្រីសុទ្ធម្យ៉ាងទៀតពួកយើងមានរបស់នេះនេះគឺឃើញនៅខៀវយៀងយីគាត់គឺជាស្រីសុទ្ធមានរូបថតទៀតលេនវីពិតជាបោកប្រាស់មែនមិនដែលលេនវីអស់អីនិយាយនៅលេនវីនាងដឹងទេថាការបរិហាកេតអ្នកដតីហើយញុះញង់ឲ្យមានការជេរប្រមាថវាប៉ះពាល់កិត្តិយសខៀវយៀងយីធ្ងន់ធ្ងរនេះជារឿងខុសច្បាប់រឿងមួយនេះខ្ញុំមិនត្រឹមតែរីកាទៅសាលាទេខ្ញុំនឹងប្រាប់គ្រូប្រឹក្សានាងដូចគ្នានាងត្រូវទទួលខុសត្រូវចំពោះទង្វើខ្លួនឯងកុំអីចប់ហើយចប់អស់ហើយពេញប្រទេសដឹងថាគាត់ជាស្រីខ្ញុំត្រូវធ្វើម៉េចមនុស្សច្រើនណាស់នៅទីនេះបើខ្ញុំសារភាពខ្ញុំនឹងគ្មានមុខមើលគេទេខ្ញុំចង់សួរមួយសួរខាងស្រីខោស៊ីបើខៀវយៀងយីជាស្រីមែនចុះមិនបានអញហៅគេថាបងប្រុសមនុស្សជាច្រើននៅពេញត្រចៀកកុំប្រកែកចុះខ្ញុំហៅគាត់ថាបងស្រីនៅចំពោះមុខនាងរាប់រយដងមិនក៏នាងមិនស្ដាប់ផងម្យ៉ាងទៀតរឿងហៅបងប្រុសនឹងយូរហើយគ្រាន់តែជារឿងលេងសើចប៉ុណ្ណោះលេងសើចរឿងមួយនេះចាំខ្ញុំបកស្រាយចុះកុំអីបងរឿងដល់ថ្នាក់នេះមិននិយាយមិនបានទេបើមិននិយាយលេនវីមិនអស់ចិត្តទេស៊ីហៅខ្ញុំថាបងប្រុសដោយសារតែការពីបុណ្យ cosplay ឆ្នាំមុនខ្ញុំបានតែងខ្លួនជាប្រុសឯស៊ីតែងខ្លួនជាស្រីហាស៊ីហៅខ្ញុំថាបងប្រុសដោយសារតែការពីបុណ្យ cosplay ឆ្នាំមុនខ្ញុំបានតែងខ្លួនជាប្រុសឯស៊ីតែងខ្លួនជាស្រីបងខ្ញុំសុំអង្វរគុំនិយាយអីឲ្យខ្ញុំយកមុខទៅទុកឯណារឿងមកដល់ម្លឹងហើយមានតែទម្លាយប្រវត្តិខ្មៅងឹតចោលទេពួកឯងខ្ញុំចាំថាពេលនោះពួកឯងបានថតរូបទុកដែរមែនទេប្រាកដហើយសម្រាប់ប្អូនស៊ីត្រូវតែរក្សាទុកឲ្យបានល្អហាចៃដន្យពេលនោះខ្ញុំកាត់សក់ខ្លីដែរក៏បួស៊ីតែងខ្លួនបដូរភេទគ្នាលេងតាំងពីពេលនោះស៊ីក៏ហៅខ្ញុំថាបងប្រុសពេលខ្លះខ្ញុំក៏ហៅគេថាប្អូនស្រីដែរចប់ហើយក្មេងសម័យនេះមិនអាចទេមិនអាចជាដាច់ខាតមិននឹងអាចទៅរួចស៊ីហៅឯងថាបងប្រុសចំពោះមុខខ្ញុំតើការលេងសើចនេះអូបន្លាយយូរម្លេះមកពីនាងនឹងហើយមកពីខ្ញុំមកពីជួបគ្នារៀនថ្ងៃដំបូងនាងសួរខ្ញុំសួរថានាឡិកាបងខ្ញុំថ្លៃប៉ុន្មានហើយសួរទៀតថាគាត់នៅ live out ស្មានថាគេល្ងងទាំងអស់គ្នាហើយស្មានខ្ញុំមើលមិនដឹងនាងចង់តោងបងខ្ញុំដែលជាកូនអ្នកមានពេលនោះស្មានថានាងចង់ញ៉ែបងខ្ញុំទើបនិយាយលេងសើចដាក់នាងទៅនរណាទៅដឹងថានាងមិនមែនស្រឡាញ់តែមកបោកប្រាស់លទ្ធផលថ្ងៃនេះគឺនាងរកដាក់ខ្លួនឯងទេខ្ញុំចង់បានផុសតាងបញ្ជាក់ថាខេយៀងយីជាប្រុសនរណាទៅដឹងថានាងមកបោកប្រាស់
ដើម្បីធ្វើបាបគេលទ្ធផលថ្ងៃនេះគឺនាងរោគដាក់ខ្លួនទៅរកភស្តុតាងបញ្ជាក់ថាគេជាប្រុសភ្លាមនាងចង់លេងល្បិចអីទៀតលេនវីបើកុហកក៏សារភាពទៅសុំទោសគេទៅរឿងនឹងចប់ពិតមែនហ្នឹងសម្ដីមន្ត្រីសាលាឃុំនាងមិនជឿសម្ដីមិត្តរួមបន្ទប់ក៏នាងមិនជឿឥឡូវប្អូនបង្កើតគេនិយាយហើយនាងនៅតែមិនជឿតើនាងចង់បានអីឲ្យប្រាកដឈប់និយាយទៅប្អូនបង្កើតគេនៅនឹងហើយខ្លួនឯងមានផ្ទៃពោះប្តីរត់ចោលចង់រកកូនអ្នកមានមកទទួលខុសត្រូវជំនួសពិតជាធ្វើឲ្យខូចឈ្មោះមនុស្សស្រីមែនឈប់និយាយទៅបិទមាត់ទៅឈប់ថតទៅលេនវីនាងនៅមិនព្រមសារភាពទៀតយល់ថានាងជាមិត្តរួមថ្នាក់ហើយមានផ្ទៃពោះបើនាងព្រមសុំទោសឥឡូវនេះខ្ញុំអាចមិនប្រកាន់រឿងឈួតដែលនាងធ្វើឬទេបើនាងនៅតែរឹងរូសមិនភ្ញាក់ខ្លួនកុំបន្ទោសខ្ញុំថាចិត្តដាច់អត់ទេខ្ញុំមិនខុសទេនិយាយទៅខ្ញុំមានភស្តុតាងឯងនៅមានភស្តុតាងអីទៀតកន្លះឆ្នាំមុនខីអៀងជីលបបៀតបៀនបុគ្គលិកស្រីមានគេសរសេរលិខិតប្តឹងអនាមិកប៉ុណ្ណឹងបញ្ជាក់ថាគេជាប្រុសបាននៅលិខិតប្តឹងនោះជាភស្តុតាងនាងចោទប្រកាន់គេលិខិតប្តឹងរឿងបៀតបៀនស្អីពួកខ្ញុំជាមិត្តរួមបន្ទប់មិនទាំងដឹងផងនាងប្រឌិតរឿងច្បាស់ណាស់មកពីសាលាដឹងថាផ្ទះគេមានអំណាចទើបជួយបិទបាំងរឿងហ្នឹងរឿងអាស្រូវបែបនេះគ្មាននរណាដឹងទេខីអៀងជីលិខិតប្តឹងទាំងអស់មានក្នុងឯកសារសាលាហ៊ានទៅឆែកមើលជាមួយខ្ញុំទេមិនបាច់ឆែកទេលិខិតប្តឹងនោះជារបស់ពិតរឿងអាស្រូវបែបនេះគ្មាននរណាដឹងទេឈីយេងជីលិខិតប្តឹងទាំងអស់មានក្នុងឯកសារសាលាហ៊ានទៅឆែកមើលជាមួយខ្ញុំទេមិនបាច់ឆែកទេលិខិតប្តឹងនោះជារបស់ពិតបៀតបៀនគេមិនអាចទេមើលទៅគាត់មិនមែនជាមនុស្សចឹងទេឯងត្រូវគេប្តឹងរឿងបៀតបៀនមែនល្អអញពិតជាក្លាហានហ៊ានទទួលស្គាល់អ្នកទាំងអស់គ្នាហើយអាម្នាក់នេះធ្វើបាបខ្ញុំគឺជាទម្លាប់វាទៅហើយបៀតបៀនផ្លូវភេទអាងផ្ទះមានលុយគៀបសង្កត់ជនរងគ្រោះបំបិតរឿងឥឡូវចង់ប្រើល្បិចដដែលទិញមនុស្សមកធ្វើបាបខ្ញុំសម័យខ្លួនទទួលស្គាល់ហើយចឹងជារឿងពិតហើយតាមពិតគេជាប្រុសកំហូចសោះរឿងស្អីក៏ហ៊ានធ្វើដែរត្រូវតែលាតត្រដាងវាឲ្យគេស្គាល់មុខមាត់ពិតរបស់វាអាណិតតែខ្ញុំងងខ្លៅចាញ់បោកសម្ដីផ្អែមល្ហែមរបស់វាបោកប្រាស់ខ្លួនប្រានខ្ញុំគ្រាន់តែចង់ឲ្យកូនមានឪពុកសោះឯងមានចិត្តដែរទេមានលុយអស្ចារ្យណាស់ហេសម្ដែងចប់នៅអាទិរិឆានខ្ញុំដល់ថ្នាក់នេះហើយឯងនៅសាយចំអកទៀតឯងនៅមានបេះដូងអត់លិនវីខ្ញុំទទួលស្គាល់ថាមានលិខិតប្តឹងមែនតែមិនបានថាខ្លឹមសារក្នុងនោះជារឿងពិតទេមានន័យថាម៉េចរឿងនេះគ្មាននរណាដឹងទេព្រោះសាលាដឹងថាខ្ញុំជានរណាចឹងហើយពេលឃើញលិខិតប្តឹងនោះគេចាត់ទុកថាជារឿងលេងសើចប៉ុណ្ណោះមិនអាចទេមានតែអ្នកក្រៅសាលាទោះជានាងទេដែលមិនដឹងភេទពិតរបស់ខ្ញុំទើបប្រងងដល់ថ្នាក់សរសេរលិខិតប្តឹងរឿងបៀតបៀនផ្លូវភេទដាក់ខ្ញុំឯងនិយាយស្អីមិនអាចទេមានតែអ្នកក្រៅសាលាទោះជានាងទេដែលមិនដឹងភេទពិតរបស់ខ្ញុំទើបប្រងងដល់ថ្នាក់សរសេរលិខិតប្តឹងរឿងបៀតបៀនផ្លូវភេទដាក់ខ្ញុំស្ដាប់មិនយល់ឬមិនហ៊ានទទួលស្គាល់នាងមានគម្រោងចោទប្រកាន់ខ្ញុំយូរហើយតែដោយសារខ្ញុំមានកេរ្តិ៍ឈ្មោះល្អនៅសាលាបើចោទថាមិនទទួលខុសត្រូវខ្លាចគេមិនជឿទើបនាងសរសេរលិខិតប្តឹងជាមុនចោទថាខ្ញុំបៀតបៀនគេទោះបីពេលនោះគ្មាននរណាជឿតែកាលៈទេសៈពេលនេះនាងអាចយកវាមកវាយប្រហារខ្ញុំបានខ្ញុំនិយាយត្រូវទេលិនវីឲ្យលិនវីមិនសរសើរមិនបានក្រៅពីច្រឡំមនុស្សមិនដឹងភេទខ្ញុំហើយនាងពិតជាមានគម្រោងជ្រៅមែនបើខ្ញុំជាប្រុសមែននោះប្រហែលពេលនេះចប់បាត់ហើយសុទ្ធតែការស្មានរបស់ឯងគ្មានភស្តុតាងទេស្មានថាមានតែនាងទេចេះរៀបគម្រោងមែនហើយលិខិតប្តឹងដែលនាងនិយាយគឺមួយនេះនឹងហើយគឺមួយនឹងលិនវេចង់ឲ្យខ្ញុំនិយាយមិនល្អនេះជាលិខិតអនាមិកបើមិនមែននាងសរសេរមិនស្គាល់ច្បាស់ម្ល៉េះរឿងរបស់ខ្ញុំឃើញនៅការិយាល័យមិនបានហីខីយេងជីគ្រាន់តែសម្បត្តិមួយកុំចាត់ទុកជាភស្តុតាងសុទ្ធតែការស្មានរបស់ឯងទាំងអស់ឯងគ្មានភស្តុតាងទេភស្តុតាងទុកឲ្យប៉ូលីសប្រាប់នាងទៅខីយេងជីគ្រាន់តែសម្បត្តិមួយចាត់ទុកជាភស្តុតាងមិនកើតសុទ្ធតែការស្មានរបស់ឯងទាំងអស់ឯងគ្មានភស្តុតាងទេភស្តុតាងទុកឲ្យប៉ូលីសប្រាប់នាងទៅប៉ូលីសខ្ញុំបាននិយាយហើយថាបរិហាគេជាទោសព្រមទណ្ឌខ្ញុំជាអ្នកប្តឹងប៉ូលីសលិនវេនាងស្គាល់គាត់ទេមិនស្គាល់ខ្ញុំមិនដែលជួបគាត់ទេលោកម្នាក់នេះជាអ្នកធ្វើតេស្ត DNA កន្លងមកគឺគាត់នឹងហើយដែលធ្វើតេស្ត DNA ឲ្យកូនក្នុងពោះរបស់លិនវីអះអាងច្បាស់ថាខ្ញុំជាឪពុកក្មេង
តែឥឡូវគ្រប់គ្នាដឹងថាខ្ញុំជាស្រីមិននឹងអាចជាឪពុកក្មេងកើតមើលទៅលទ្ធផលណែក៏មានគេលេងល្បិចដែរចិត្តមនុស្សសាហាវខូខើណាស់ពិតជារៀបគម្រោងបានល្អិតល្អន់មែនលេនវេនាងគិតមិនដែរខ្ញុំបានប្រាប់ហើយថាខ្ញុំមិនស្គាល់គេទេឯងចង់និយាយអីឲ្យប្រាកដនាងចោទខ្ញុំថាទិញទឹកចិត្តគេឲ្យធ្វើសាក់សីคล้ายៗតែអ្នកដែលទិញគេនោះគឺជានាងខ្លួនឯងទេនិយាយការពិតមកនឹងបានបន្ធូរបន្ថយទោសអ្នកនាងឈើលោកប៉ូលីសខ្ញុំដឹងខុសហើយមកពីខ្ញុំងងមួយពេលកុំយំមនុស្សនៅទីនេះច្រើនណាស់និយាយឲ្យច្បាស់មកខ្ញុំទទួលលុយលេនវី30000ដើម្បីបន្លំលទ្ធផលណែជាមួយអ្នកនាងខុសព្រះអើយមិនគួរឲ្យជឿលោកប៉ូលីសខ្ញុំអត់បានធ្វើទេខ្ញុំមិនដែលជួបវាទេវាចាប់ខ្ញុំលេឈូវេខ្ញុំត្រូវគេចាប់ហើយនាងនៅមិនព្រមទទួលទៀតលោកប៉ូលីសខ្ញុំពិតជាដឹងខុសហើយខ្ញុំល្ងងមួយពេលទេពេលនោះលេនវីប្រាប់ខ្ញុំថាអ្នកនាងខែជាសង្សាររបស់គេតែគ្រួសារខាងប្រុសមិនពេញចិត្តទើបគេចង់យកលទ្ធផលដណានេះទៅបង្ខំឲ្យរៀបការដោយសារចាំមិនបានព្រោះការចេញលទ្ធផលត្រូវការពេលយូរទើបឲ្យខ្ញុំជួយធ្វើคล้ายមួយសន្លឹកខ្ញុំមិនដឹងថាគេយកទៅចោទប្រកាន់អ្នកនាងឈើទេបិទមាត់អញបិទមាត់ទៅមែនហើយក្នុងកុងធនាគារខ្ញុំនៅមានកំណត់ត្រាដែលលេនវីផ្ញើឲ្យលោកប៉ូលីសភស្តុតាងមានគ្រប់គ្រាន់ខ្ញុំពិតជាចាញ់បោកគេទេខ្ញុំមិនដឹងថាគេយកទៅចោទប្រកាន់អ្នកនាងឈើទេបិទមាត់អញបិទមាត់ទៅក្នុងកុងធនាគារខ្ញុំនៅមានកំណត់ត្រាដែលលេនវីផ្ញើឲ្យលោកប៉ូលីសភស្តុតាងមានគ្រប់គ្រាន់ខ្ញុំពិតជាចាញ់បោកគេទេអញបិទមាត់ទៅលេនវេប៉ូលីសនៅទីនេះមិនមែនកន្លែងឲ្យនាងមកលោឡាទេខ្លួនកំពុងមានផ្ទៃពោះរំភើបធ្វើអីប្រយ័ត្នប៉ះពាល់កូនខ្ញុំសំដៅលើលោកប៉ូលីសត្រូវដោះស្រាយតាមច្បាប់លេនវីនាងនៅមានអីត្រូវនិយាយទៀតចុះលិខិតប្តឹងនោះនាងបកស្រាយមិនខ្ញុំប្រាប់ហើយតើទុកឲ្យប៉ូលីសប្រាប់នាងចុះលិខិតប្តឹងមួយនេះពេលអ្នកនាងខិតប្តឹងយើងបានទទួលហើយតាមរយៈការផ្ទៀងផ្ទាត់អក្សរយើងអាចបញ្ជាក់ថាលិខិតនេះគឺលេនវីជាអ្នកសរសេរនេះការពិតត្រូវបានលាតត្រដាងហើយសំណាងហើយដែលមានស៊ីកុំអីចប់បាត់ហើយលេនវីពិតជាពីស្ពូលមែននៅមុខកាមេរ៉ាធ្វើជាកំសត់តាមពិតបោកប្រើពួកយើងសោះលេនវីនាងធ្វើឲ្យគ្រូអស់សង្ឃឹមណាស់យើងយីធ្លាប់ជួយនាងបែរជាមកធ្វើបាបគេរមើលគុណមិនខុសពីពស់វែកទេសាក់សំហើយបងស្រីខ្ញុំពិតជាលយមែនមកពីខ្ញុំឲ្យបងថាបងប្រុសលេងសើចទើបបង្កជារឿងធំដល់ថ្នាក់នេះមិនមែនកំហុសឯងទេមកពីចិត្តមនុស្សអាក្រក់ចេះតែបង្កើតរឿងមិនមែនចឹងទេខ្ញុំមិនសុខចិត្តទេគឺយើងយីមកពីឯងនឹងហើយខ្ញុំជឿជាក់លើឯងខ្ញុំចង់ឃើញផ្ទាល់ភ្នែកថាប្រុសឬស្រីមិនមែនចឹងទេខ្ញុំមិនបានធ្វើមកពីឯងនឹងហើយខ្ញុំជឿជាក់លើឯងមើលឲ្យច្បាស់ទៅថាប្រុសឬស្រីខ្ញុំបិទការឡាយសិនមីឈួតលេងបងស្រីខ្ញុំភ្លាមអ្នកនាងលីស្ងប់អារម្មណ៍សិនអ្នកណាវីនាងធ្វើស្អីហ្នឹងបងស្រីកើតអីអត់មិនអីទេនាងឯងឈួតមែនចង់វីគេហេមែនហើយវីស្ងប់ចិត្តសិនទៅកុំវីគេអីមានរឿងអីប៉ូលីសមកហើយអាថោកទៀបបងទៅណាមិនទៅមកពេលនេះដឹងថាអូនមានកូនក៏បាត់ក្បាលអូនរកបងពិបាកណាស់ដឹងអត់ស្មានថាជាតិនឹងលេងបានជួបហើយទោះឯកប្រុសស្រីជួបគ្នាហើយទីបំផុតបានជួបគ្នាហើយមនុស្សថោកទាបបងទៅណាមិនទៅមកដឹងថាអូនមានកូនក៏បាត់ក្បាលអូនរកបងពិបាកណាស់ដឹងអត់ស្មានថាជាតិនឹងលេងបានជួបហើយពួកគេពិតជាគូកម្មមែនទីបំផុតបានជួបគ្នាគឺខ្ញុំនឹងហើយវីឈប់យំសិននិយាយមកថាមានរឿងអីសភាពការមិនដែរយ៉ាងម៉េចដឹងសង្សារឯងធ្វើអីខ្លះអត់ឯងជាប្រុសគ្មានទំនួលខុសត្រូវហ៊ានធ្វើមិនហ៊ានទទួលសង្សារឯងក៏ហួសថ្លែងមកចោទប្រកាន់អ្នកនាងស៊ូថាជាឪពុកកូនក្នុងពោះចង់ចាប់សេដ្ឋីហើយអ្នកកាសែតមកផ្សាយបង្កាច់បង្ខូចគេថាម៉េចវីមិនចឹងអូនមិនមែនភ្ជាប់ពាក្យនឹងសេដ្ឋីនៅសន្តាគារទេចុះហើយលើម៉េចអូនដឹងថាថ្ងៃនោះជាបងមែនទេបងមកហើយម៉េចមិនមករកអូនដឹងថាអូនចាំបងអត់ឃើញអូនភ្ជាប់ពាក្យនឹងគេស្មានថាស្រឡាញ់គ្នាស្មោះទើបបងមិនចង់ទៅរំខានស្មោះស្អីបងអាណានចិត្តអូនមានតែបងទេរឿងភ្ជាប់ពាក្យនឹងគឺអូនត្រូវបង្ខំតាំងពីបងបាត់ខ្លួនទៅ
ពោះអូនកាន់តែធំទៅអូនខ្លាចហើយក៏មកចោទប្រកាន់គេចឹងខ្លាចហើយក៏មកចាប់ខ្ញុំធ្វើប្តីប្រើល្បិចបង្ខំឲ្យខ្ញុំរៀបការខ្ញុំមិនដឹងថាឯងជាស្រីណែលីនវីនិយាយចឹងស្ដាប់មិនបានទេសំណាងហើយដែលអាជីយើងជាស្រីបើជាប្រុសវិញត្រូវនាងបោកប្រាស់ខូចឈ្មោះអស់ហើយបានហើយសង្សារនាងក៏មកហើយខ្ញុំនឹងប្តឹងទៅសាលាឲ្យគេចាត់ការអ្នកនាងស៊ូបើអ្នកនាងត្រូវការប៉ូលីសយើងនឹងចាត់ការលីនវីតាមផ្លូវច្បាប់កុំអីមិនមែនអ្នកនាងស៊ូខ្ញុំសុំទោសហើយមិនក៏មិនចេះចប់មិនចេះហើយខ្ញុំមិនចប់ព្រោះនេះជាកម្មពៀររបស់នាងត្រូវទទួលខុសត្រូវនៅទង្វើខ្លួនឯង